នៅក្មេងពេលមានរឹងល្អតែងតែអាចមើលឃើញគេកាត់ក្រដាសអក្សរសិរីមង្គលជួយលម្អពិធីបុណ្យដ៏សប្បាយរីករាយឥឡូវមិនថាជាពិធីមង្គលការបែបចិនឬបែបអឺរ៉ុបសុទ្ធតែអាចមើលឃើញអក្សរសិរីមង្គលគេនិយាយបែបនេះថាបិទក្រដាសអក្សរសិរីមង្គលលើទ្វាររឹងល្អមកដល់ត្រូវធ្វើបាយម៉ាន់សិនខ្ញុំស្គាល់សិល្បៈកាត់ក្រដាសគឺចាប់ផ្ដើមពីការកាត់ក្រដាសអក្សរសិរីមង្គលសិល្បៈកាត់ក្រដាសមិនត្រឹមតែអាចប្រើកន្ត្រៃប៉ុណ្ណោះទេក៏អាចប្រើកាំបិតឆ្លាក់រូបក្បូរក្បាច់លើក្រដាសទៀតផងវាអាចធ្វើឲ្យមាត់ក្រដាសសម្បូរបែបនិងកាន់តែស្អាតបត់ក្រដាសវិធីបត់ខុសៗគ្នានិងកាត់ចេញជារូបរាងខុសៗគ្នាដូច្នេះពេលបត់ត្រូវគិតឲ្យបានល្អនៅរូបរាងដែលចង់បានសិល្បៈកាត់ក្រដាសដ៏ស្មុគស្មាញនិងល្អប្រណិតភាគច្រើនចាប់ផ្ដើមពីរបៀបបត់ដ៏សាមញ្ញបត់ក្រដាសរួចគូររូបដែលចង់បានកាត់ផ្នែកដ៏ងាយស្រួលដូចជាខ្សែបន្ទាត់និងខ្សែកោងដ៏ងាយបន្ទាប់មកកាត់ផ្នែកដ៏ស្មុគស្មាញចេញពេលកាត់ត្រូវយកដៃទប់ក្រដាសជៀសវាងកាត់ខុសរូបសាមញ្ញទាំងនេះកាត់ចេញគឺជារូបក្បូរក្បាច់ដ៏សាមញ្ញថែមទាំងអាចកាត់ចេញនៅរូបផ្សេងមានដូចជាអក្សរចិនមនុស្សផ្កាបក្សីត្រីនិងសត្វល្អិតជាដើមមនុស្សម្នាមិនត្រឹមតែកាត់ក្រដាសប៉ុណ្ណោះទេថែមទាំងកាត់ចេញការរំពឹងចង់បានជីវភាពដ៏ល្អបវរផ្លែបាយមិនខ្លួនហើយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមនុស្សគ្រប់គ្នាពេញនិយមបិទក្រដាសកាត់លើបង្អួចបិទពាក្យទំនឹមបន្សល់ទុកបំណងប្រាថ្នានិងការរំពឹងទុកដ៏ល្អបវរចំពោះឆ្នាំថ្មីលើក្រដាសក្រហមមនុស្សម្នាបិទក្រដាសកាត់លើបង្អួចនិងផ្ទះទ្វារធ្វើឲ្យផ្ទះទាំងមូលពោរពេញទៅដោយបរិយាកាសដ៏សប្បាយរីករាយក្រដាសក្រហមមួយសន្លឹកកន្ត្រៃមួយនិងគំនិតច្នៃប្រឌិតមួយកាត់ចេញរូបជាអ្វីគ្រប់យ៉ាងកាត់ចេញជាសិរីមង្គលនិងសុភមង្គលសួស្តីឆ្នាំថ្មី